នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីខ្ញុំបាទសេកបណ្ឌិតក៏សូមជម្រាបសួរអស់លោកអ្នកនាងកញ្ញាទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ4រោចខែអាសាឍឆ្នាំរកានៅបស័កពុទ្ធសករាជ2561ត្រូវនៅថ្ងៃទី12ខែកក្កដាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅប្រភពអះអាងថាលោកហ៊ុនសែនកំពុងសម្រាប់ព្យាបាលរបួសនៅក្រៅប្រទេសគណៈមន្ត្រីរដ្ឋាភិបាលថាលោកកំពុងមានវត្តមាននៅក្នុងស្រុកមន្ត្រីគណៈបកកណ្ដាលអំណាចចំអកថាអស់ពីលោកសំរងទី1ពលរដ្ឋនឹងមិនស្លាប់ដោយសារអត់បាយទេពលរដ្ឋពីឃុំនៅខេត្តស្ទឹងត្រែងកំពុងបារម្ភពីទឹកជំនន់លិចភូមិពេលទំនប់វារីអគ្គិសនីសេសានក្រោម2បិទទ្វារទឹកសាកល្បងក្រសួងរាយនឹងធម្មពលបញ្ឈប់ការនាំខ្សាច់សំណង់និងខ្សាច់លបាយភក់ពីខេត្តកំពតទៅក្រៅប្រទេសរួមនឹងព័ត៌មានផ្សេងទៀតជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដាមន្ត្រីគណៈបកកណ្ដាលអំណាចអះអាងថានៅពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអវត្តមាននៅក្នុងប្រទេសលោកនឹងផ្ទេរសិទ្ធិទៅឲ្យមន្ត្រីថ្នាក់ក្រោមរបស់លោកការអះអាងដូចនេះនៅក្នុងពេលដែលមានការលេចឮថាលោកហ៊ុនសែនមិនស្ថិតនៅក្នុងប្រទេសនិងក្រោយពីលោកហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook របស់លោកថាទោះបីជាលោកផ្ទេរសិទ្ធិឬក៏មិនផ្ទេរសិទ្ធិទោះលោកនៅទីណាក៏លោកនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសបានដដែលបាទពីរដ្ឋធានី Washington លោកជុនច័ន្ទបុតរាយការណ៍ព័ត៌មាននេះហាក់ឆ្លើយតបទៅនឹងមនុស្សមួយចំនួនដែលកំពុងមានមន្ទិលចំពោះអវត្តមានរបស់លោកហ៊ុនសែននៅក្នុងប្រទេសលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី10កក្កដាបានសរសេរលើទំព័រ Facebook ថានេះហើយគឺខ្ញុំជាហ៊ុនសែនដែលពួកជនពាលកំពុងស្វែងរកក្នុងពេលជាមួយគ្នានេះលោកហ៊ុនសែនក៏បង្ហោះរូបមួយចំនួនជាមួយភរិយាកូនចៅនិងមន្ត្រីមួយចំនួនរបស់លោកមានដូចជាលោកគុណគឹមលោកជាសុផារ៉ានិងអ្នកជំនួញលោកគិតមេងជាដើមអមជាមួយរូបថតទាំងនេះលោកហ៊ុនសែននិយាយថាតើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដោយរូបថតនេះដែរឬទេតើខ្ញុំត្រូវប្រាប់មនុស្សគ្រប់គ្នាជាពិសេសពួកជនពាលថាខ្ញុំកំពុងស្ថិតនៅទីនេះឬទីនោះដែរឬទេបន្ថែមពីលើនេះលោកហ៊ុនសែនថាបើទោះជាលោកផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិទោះលោកស្ថិតនៅទីណាក៏លោកនៅតែមានលទ្ធភាពដឹកនាំប្រទេសជាតិពិសេសបង្ក្រាបលើការបង្កចលនារបស់ក្រុមដែលលោកចាត់ទុកថាជាជនពាលជាក្រុមជ្រុលនិយមនិងក្រុមកូនអ្នកក្បត់ជាតិជាដើមលើសពីនេះលោកហ៊ុនសែនបានសរសេរប្រឡយពាក្យហាក់ឌឺដងថាបើចង់ដឹងសូមសាកមើលទៀតផងរូបដែលលោកនាយករដ្ឋមន្ត្រីបង្ហោះកាលពីថ្ងៃទី10កក្កដាម្សិលមិញមានសភាពខុសគ្នាស្រឡះពីរូបដែលលោកបង្ហោះកាលពីចុងសប្តាហ៍កន្លងទៅពេលដែលដំណឹងចាប់ផ្ដើមបែកធ្លាយលើបណ្ដាញសង្គមថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានជំងឺហើយកំពុងព្យាបាលនៅក្រៅប្រទេសរូបកាលពីចុងសប្តាហ៍នោះបង្ហាញឲ្យឃើញលោកនាយករដ្ឋមន្ត្រីកំពុងយាដៃវាយកូនគោលដែលហាក់ដូចជាចង់បង្ហាញថាលោកមានសុខភាពល្អដែលអាចនៅលេងកីឡាបាននិងហាក់ដូចជាមានគោលបំណងច្រានចោលការផ្សព្វផ្សាយថាលោកកំពុងមានជំងឺនោះប្រហែលជាមិនអាចផ្អាកព័ត៌មានបានតទៅទៀតនៅដើមសប្តាហ៍នេះលោកក៏បង្ហោះរូបប៉ុន្មានសន្លឹកទៀតដែលលោកថតជាមួយគ្រួសារនិងក្រុមអ្នកហែហមមួយចំនួនទោះជាយ៉ាងណាក៏ដោយរូបចុងក្រោយនេះហាក់មិនបង្ហាញស្ថានភាពស្វាហាប់របស់លោកប៉ុន្មានទេហើយឃើញហាក់ដូចជាមានបង់ថែរក្សាជំងឺរុំជុំវិញចង្កេះលោកថែមទៀតផងកាលពីថ្ងៃទី30មិថុនាអគ្គលេខាធិការរាជរដ្ឋាភិបាលបានផ្ញើលិខិតជម្រាបពីការលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចំនួន2សប្តាហ៍ជាប់គ្នាគឺថ្ងៃសុក្រទី7និងទី14កក្កដាការប្រកាសលើកពេលប្រជុំនេះស្របពេលនឹងមានដំណឹងលេចឮថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេសទោះជាយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលនិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផាននៅតែប្រកែកថាលោកហ៊ុនសែនមិនមានជំងឺអ្វីឡើយហើយក៏កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាចំពោះការលើកពេលប្រជុំចំនួន2សប្តាហ៍លោកផៃស៊ីផានថ្លែងថាលោកមិនដឹងមូលហេតុច្បាស់នោះទេដោយលោកថាវាជាការចាត់ចែងរបស់អគ្គលេខាធិការរាជរដ្ឋាភិបាល
ឬក៏មានរបៀបវិរៈរវល់យ៉ាងណាក៏លោកមិនដឹងជាទូទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីច្រើនធ្វើឡើងរៀងរាល់ថ្ងៃសុក្រនាវិមានសន្តិភាពក្រោមការដឹកនាំកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្របពេលដែលគណៈរដ្ឋមន្ត្រីលើកពេលកិច្ចប្រជុំ2សប្តាហ៍នេះដែរនៅរដ្ឋសភាក៏មានបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី10កក្កដាដើម្បីពិភាក្សាអនុម័តការកែប្រែច្បាប់គណៈបកនយោបាយដែលឈានដល់ការដកហូតសិទ្ធិទុនឌិតមិនឲ្យលូកលាន់ជាមួយគណៈបកនយោបាយគឺពុំមានវត្តមានចូលរួមរបស់លោកហ៊ុនសែនដែលជាអ្នកបញ្ជាឲ្យកែប្រែច្បាប់នេះដោយពេលកន្លងទៅនោះឡើយខណៈដែលមានហេតុការណ៍កើតឡើងផ្ទួនបែបនេះប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះមួយឲ្យអាស៊ីសេរីដឹងថាលោកហ៊ុនសែនកំពុងសម្រាប់ព្យាបាលជំងឺនៅក្រៅប្រទេសប្រភពដដែលឲ្យដឹងថាក្នុងពេលវាយល្បែងកូនគោលកាលពីពេលថ្មីនេះលោកហ៊ុនសែនបានរងរបួសត្រង់ឆ្អឹងត្រគាករួចបានចេញទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសប្រភពដដែលបន្តថាគ្រូពេទ្យតម្រូវឲ្យលោកហ៊ុនសែននៅសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល1ខែទោះជាយ៉ាងណាថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី11កក្កដាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថាមិនមានអ្វីកើតឡើងចំពោះលោកនាយករដ្ឋមន្ត្រីឡើយហើយថាលោកនាយករដ្ឋមន្ត្រីពេលនេះកំពុងស្ថិតនៅក្នុងប្រទេសបំពេញការងារជាធម្មតាលោកថាដោយសារតែមានអ្នកដុតកំហឹងលោកហ៊ុនសែនពីរឿងអវត្តមាននៅក្នុងប្រទេសនេះហើយទើបលោកហ៊ុនសែនឆ្លើយតបវិញតាមរយៈ Facebook របស់លោកតាក់ទងនឹងការលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញលោកសុកអេសានថាវាជាសិទ្ធិរបស់នាយករដ្ឋមន្ត្រីចំពោះអវត្តមានរបស់លោកហ៊ុនសែនក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី10កក្កដាក៏ត្រូវបានលោកសុកអេសានបកស្រាយថាបើទោះបីជាលោកហ៊ុនសែនមិនចូលរួមក៏បកកាន់អំណាចមានសម្លេងគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ដែរគ្មានអីប្រែប្រួលគ្មានអីចម្លែកទេបាទនាយករដ្ឋមន្ត្រីលោកមានសិទ្ធិក្នុងការលោកបង្ហាញមុខឬមិនបង្ហាញមុខអាហ្នឹងវាមានតអីក៏ប៉ុន្តែការដឹកនាំប្រទេសនៅតែមានដំណើរការនិរន្តរភាពដដែលអត់មានបញ្ហាអីពាក់ព័ន្ធនឹងដល់ការដឹកនាំខ្វះចន្លោះអីទេបាទលោកសុកអេសានថ្លែងថាជាគោលការណ៍នៅពេលនាយករដ្ឋមន្ត្រីទៅបំពេញបេសកកម្មឬអវត្តមាននៅក្នុងប្រទេសលោកនាយករដ្ឋមន្ត្រីតែងផ្ទេរសិទ្ធិទៅឲ្យនាយករដ្ឋមន្ត្រីស្ដីទីក៏ប៉ុន្តែលោកថាដោយសារតែលោកហ៊ុនសែនមិនចេញទៅក្រៅប្រទេសនេះហើយទើបមិនមានការផ្ទេរសិទ្ធិនោះអ្នកជំនាញវិទ្យាសាស្ត្រនយោបាយច័ន្ទវិបុលមានប្រសាសន៍ថានាយករដ្ឋមន្ត្រីមានសិទ្ធិផ្ដល់ឬមិនផ្ដល់ព័ត៌មានថាលោកនៅទីណានោះទេបើស្រុកទេសមិនមានភាពអាសន្ននោះហើយលោកថាគឺមានតែរដ្ឋសភាឬគណៈរដ្ឋមន្ត្រីទេដែលអាចចង់ដឹងរឿងនេះបានតាក់ទងនឹងការផ្ទេរសិទ្ធិពេលអវត្តមាននាយករដ្ឋមន្ត្រីវិញបណ្ឌិតច័ន្ទវិបុលថាជាគោលការណ៍គឺត្រូវតែមានជាគោលការណ៍ច្បាប់គឺតែងតែមានលិខិតទេសិទ្ធិជាលក្ខអក្សរពីនាយករដ្ឋមន្ត្រីទៅកាន់ឧបនាយករដ្ឋមន្ត្រីណាមួយនៅក្នុងក្រុមប្រឹក្សារដ្ឋមន្ត្រីនេះតែខ្ញុំជឿជាក់ថាលោកមាននេះបើតាមគោលការណ៍ច្បាប់មិនអាចរំលងបានទេកន្លែងហ្នឹងក្នុងករណីដែលលោកអវត្តមានចេញពីប្រទេសឬក៏លោកមិនអាចរួមចំណែកនៅក្នុងការប្រជុំណាមួយតាក់ទងទៅនឹងសាររបស់លោកហ៊ុនសែនដែលថាឲ្យក្រុមដែលលោកចាត់ទុកថាជាជនពាលក្រុមជ្រុលនិយមនិងក្រុមកូនអ្នកក្បត់ជាតិសាកជាមួយលោកបើចង់ដឹងថាលោកបង្ក្រាបការបង្កចលាចលបានឬមិនបាននោះត្រូវបានលោកបណ្ឌិតច័ន្ទវិបុលផ្ដល់ទស្សនៈថាមនុស្សនៅក្នុងសង្គមពិសេសអ្នកនយោបាយគ្រប់និន្នាការទាំងអស់គួរថ្លែងសារទាំងឡាយណាដែលរួមចំណែកក្នុងការអភិវឌ្ឍអភិបាលកិច្ចល្អលើកកម្ពស់ដល់ការគោរពសិទ្ធិសេរីភាពពលរដ្ឋឬសារដែលលើកទឹកចិត្តពលរដ្ឋគិតពីការវិវត្តរបស់សង្គមដែលអាចឲ្យមនុស្សក្នុងសង្គមរស់នៅបានសុខសាន្តជាមួយគ្នាខ្ញុំជួនច័ន្ទបុត្រអាស៊ីសេរី Washington បាទមន្ត្រីគណៈបកប្រជាជនកម្ពុជាលើកឡើងថាបើទោះជាគ្មានវត្តមានរបស់លោកសំរាសីម្នាក់ក៏មិនធ្វើឲ្យប្រជាពលរដ្ឋពេញមួយប្រទេសត្រូវអត់បាយស្លាប់ដែរការលើកឡើងនេះក្រោយពីលោកសំរាសីបានរិះគន់លោកហ៊ុនសែនថាកំពុងខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោកតាមរយៈការកែប្រែច្បាប់ជាបន្តបន្ទាប់បាទលោករាជវិញ្ញូរាយការណ៍អំពីព័ត៌មាននេះគ្រាន់តែមិនដល់ជិតកន្លះឆ្នាំផងច្បាប់ស្តីពីគណៈបកនយោបាយត្រូវបានក្រុមតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជានាំគ្នាកែប្រែនិងអនុម័តយ៉ាងតក់ក្រហល់ចំនួន2លើករួចមកហើយបន្ទាប់ពីមានសំណើជាបន្តបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយម្ដងទៀតនេះត្រូវបានលោកសំរងស៊ីដែលបានលាលែងពីប្រធានគណៈបកសង្គ្រោះជាតិដោយសារច្បាប់នេះកាលពីខែកុម្ភៈកន្លងទៅបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាក្នុងរយៈពេលជ
ជិត3ទសវត្សរ៍ហើយដែលលោកហ៊ុនសែនតែងព្យាយាមសម្លាប់រូបលោកនិងជីវិតនយោបាយរបស់លោកជាបន្តបន្ទាប់ការលើកឡើងរបស់លោកសំរងស៊ីធ្វើឡើងភ្លាមក្រោយពេលក្រុមតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចចំនួន66រូបបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយជាថ្មីក្នុងសម័យប្រជុំលើកទី8នីតិកាលទី5កាលពីថ្ងៃទី10កក្កដារីឯក្រុមតំណាងរាស្ត្របកប្រឆាំងវិញធ្វើពហិការមន្ត្រីគណៈបកប្រជាជនកម្ពុជាលោកសុកអេសានបានឆ្លើយតបនៅថ្ងៃទី11កក្កដាថាគ្មាននរណាម្នាក់ចង់បញ្ចប់ជីវិតនយោបាយរបស់លោកសំរងស៊ីឡើយផ្ទុយទៅវិញលោកសំរងស៊ីខ្លួនឯងប៉ុណ្ណោះដែលបានសញ្ញេដាក់ពាក្យសុំលាឈប់ពីសមាជិកនិងប្រធានគណៈបកប្រឆាំងដើម្បីបញ្ចប់ជីវិតនយោបាយដោយខ្លួនឯងលោកបន្តថាពលរដ្ឋនិងសហគមន៍អន្តរជាតិជាច្រើនបានអបអរសាទរចំពោះដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់ដែលអាចធ្វើឡើងដោយសន្តិវិធីនិងយុត្តិធម៌កាលពីខែមិថុនាកន្លងទៅនេះហើយបើទោះបីជាគ្មានវត្តមានរបស់លោកសំរងស៊ីនៅពេលខាងមុខក៏មិនធ្វើឲ្យប៉ះពាល់ដល់ការរៀបចំការបោះឆ្នោតជាតិឆ្នាំ2018ឡើយមិនមែនអត់ពីសំរងស៊ីមួយអានឹងមនុស្ស14លានអ្នកនេះគេ15លានអ្នកនេះគេងាប់អស់ទេណាគេអត់បាយទេណាអាហ្នឹងមន្ត្រីនាំពាក្យបកកណ្ដាលអំណាចរូបនេះអះអាងថាច្បាប់ស្តីពីគណៈបកនយោបាយដែលកែប្រែជាបន្តបន្ទាប់នេះគឺអនុវត្តចំពោះជនទូទៅនិងមិនសម្ដៅបុគ្គលណាម្នាក់ឡើយផ្ទុយទៅវិញលោកសុកអេសានចោទប្រកាន់លោកសំរងស៊ីថាគឺជាអ្នកព្យាយាមចង់បញ្ចប់ជីវិតនយោបាយរបស់គណៈបកប្រជាជនកម្ពុជាតាមរយៈប្រើឲ្យសមាជិកព្រឹទ្ធសភាលោកហុងសុខហួរនិងសមាជិករដ្ឋសភាលោកអ៊ុំសំអានដើម្បីចោទប្រកាន់គណៈបកប្រជាជនកម្ពុជាថាគឺជាអ្នកចុះហត្ថលេខាលុបខ្សែបន្ទាត់ព្រំដែននិងប្រើប្រាស់ផែនទីคล้ายៗដើម្បីបោះបង្គោលព្រំដែនកម្ពុជាវៀតណាមដែលលោកបញ្ជាក់ថាធ្វើឲ្យពលរដ្ឋមានកំហឹងមកលើបកកណ្ដាលអំណាចរបស់លោកការលើកឡើងរបស់លោកសុកអេសាននេះបន្ទាប់ពីលោកសំរងស៊ីនៅថ្ងៃទី10កក្កដាបានចេញសេចក្តីថ្លែងការណ៍មួយដោយបានហៅការធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយជាលើកទី2របស់ក្រុមតំណាងរាស្ត្របកកណ្ដាលអំណាចដើម្បីកុំឲ្យទាន់ដិតមានសិទ្ធិពាក់ព័ន្ធនឹងកិច្ចការនយោបាយនោះគឺលោកហ៊ុនសែនកំពុងប្រើប្រាស់ពេលវេលាខ្ជិះខ្ជាយដើម្បីគ្រាន់តែចង់សម្លាប់ជីវិតនយោបាយរបស់លោកដោយមិនខ្វល់អំពីការបម្រើផលប្រយោជន៍ប្រទេសជាតិលោកសំរងស៊ីក៏បានចោទប្រកាន់លោកហ៊ុនសែនទៀតថាបានព្យាយាមសម្លាប់រូបលោកអស់រយៈពេលជាង20ឆ្នាំមកហើយតាមរយៈប្រើគ្រប់មធ្យោបាយទាំងអស់ដូចជាករណីបោកគ្រាប់បែកមុខអតីតមន្ត្រីរដ្ឋសភាការផ្ដន្ទាទោសលោកជាច្រើនករណីដោយតុលាការអាយ៉ងនិងដោយការបង្កើតច្បាប់កំភ្លុកកំប្លែងសម្ដៅទៅលើមនុស្សតែម្នាក់ផ្ទុយទៅវិញលោកសំរងស៊ីចង់ឃើញលោកហ៊ុនសែនត្រូវហ៊ានប្រកួតប្រជែងខាងនយោបាយជាមួយលោកដោយលក្ខណៈមិត្តភាពការទទួលខុសត្រូវនិងបង្ហាញទស្សនវិស័យទំនើបក្នុងការអភិវឌ្ឍសម្រាប់កម្ពុជាជាជាងការបន្តចរិតកោងកាចដោយមេបញ្ជាការខ្មែរក្រហមដែលលោកហ៊ុនសែនធ្លាប់ដឹកនាំនោះចំណែកបណ្ឌិតវិទ្យាសាស្ត្រនយោបាយលោកច័ន្ទវិបុលមិនចាប់អារម្មណ៍ចំពោះការលើកឡើងដើម្បីចោទប្រកាន់គ្នាទៅវិញទៅមករវាងគណៈបកទាំងពីរដោយសារការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយម្ដងជា2ដងនេះឡើយប៉ុន្តែអ្វីដែលលោកច័ន្ទវិបុលសង្កេតឃើញគឺការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយនេះមានចេតនានយោបាយប៉ុណ្ណោះហើយច្បាប់នេះបានធ្វើឲ្យរដ្ឋសភាដែលតំណាងឲ្យប្រជាជាតិទាំងមូលបាត់បង់តម្លៃរបស់ខ្លួននិងធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបើកាលណាយើងនិយាយអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាគឺយើងសំដៅទៅលើការលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងការនយោបាយដោយសេរីភាពអញ្ចឹងនៅពេលដែលរដ្ឋសភាបានព្យាយាមស្វែងរកវិធីដើម្បីបំបែកសម្លេងកំទេចសម្លេងអ្នកដែលមានប្រជាប្រិយភាពនៅក្នុងឆាកនយោបាយអញ្ចឹងកន្លែងហ្នឹងគឺរដ្ឋសភាមិនបានផ្ដល់តម្លៃទៅលើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យឬក៏សេរីទេបើទោះបីជាមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានអះអាងថាការបោះឆ្នោតជាតិឆ្នាំ2018ខាងមុខនឹងធ្វើឡើងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017នេះថ្មីត្បិតនៅតែគ្មានវត្តមានរបស់លោកសំរងស៊ីនោះប៉ុន្តែអ្នកជំនាញខាងនយោបាយលោកច័ន្ទវិបុលបញ្ជាក់ថាការបោះឆ្នោតទាំងពីរនេះមានលក្ខណៈខុសគ្នាដាច់ស្រឡះព្រោះមួយគឺជាការបោះឆ្នោតដើម្បីជ្រើសរើសបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រីឯការបោះឆ្នោតមួយទៀតគឺដើម្បីសម្ដៅជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីលោកបន្តថាប្រសិនបើគណៈបកនយោបាយធំៗមិនអាចធ្វើការប្រកួតប្រជែងដោយស្មើភាពគ្នាហើយគណៈបកមួយទៀតនៅតែរិះរកវិធីសាស្ត្រដើម្បីរារាំងឬកំទេចភាគីម្ខាងទៀតមិនឲ្យមកចូលរួមប្រកួតប្រជែងដោយសមត្ថភាពនិងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃដំណើរការបោះឆ្នោតឆ្នាំ2018ខាងមុខដែលជាការបោះឆ្នោតសម្ដៅជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីលោកច័ន្ទវិបុលបញ្ជាក់ថាដើម្បីឲ្យការបោះឆ្នោតនេះធ្វើឡើងតាមបែបប្រជាធិបតេយ្យនិងល្អត្រឹមត្រូវពិតប្រាកដបានគឺទាល់តែមានការចូលរួមប្រកួតប្រជែងពីរអ្នកខ្លាំងដូចគ្នាខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញ
បាទក្រុមគ្រួសារលោកបណ្ឌិតកែមលីចាប់ផ្ដើមប្រើប្រាស់សិទ្ធិតាមរយៈស្វែងរកមេធាវីដើម្បីតតាំងក្តីតាមផ្លូវតុលាការហើយក្រោយពីរងចាំយុត្តិធម៌ពេញមួយឆ្នាំកន្លងមកនេះម្ដាយលោកបណ្ឌិតកែមលីបានស្នើសុំរកមេធាវីដើម្បីរៀបចំពាក្យបណ្ដឹងនិងដាក់ពាក្យស្នើសុំដាច់ដោយឡែកមួយទៀតទៅតុលាការដើម្បីស្នើសុំសាលក្រមដែលតុលាការសម្រេចផ្តន្ទាទោសទាន់ដិតអឿតអាងហើយជួបសម្រាប់ដាក់ពន្ធនាគារអស់មួយជីវិតនោះបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតអំពីរឿងនេះថ្មីបាយចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោកលៀងសំណាត់បានប្រកាសសារក្រមចំពោះមុខជួបសម្លាប់កាលពីខែមីនាដែលជាសារក្រមមួយមានកម្រិតទោសអតិបរមារហូតអស់មួយជីវិតហើយក៏ដោយចុះរឿងនេះនៅមិនទាន់ធ្វើឲ្យអ្នកគាំទ្រលោកបណ្ឌិតកែមលីស្ងប់ចិត្តនៅឡើយទេនេះជាលើកទី1ហើយដែលក្រុមគ្រួសារលោកបណ្ឌិតកែមលីចាប់ផ្ដើមស្វែងរកមេធាវីនិងប្រើប្រាស់នីតិវិធីមួយចំនួនដើម្បីតតាំងតាមផ្លូវតុលាការក្រោយសំណុំរឿងព្រហ្មទណ្ឌមួយនេះបានអូសបន្លាយពេញមួយឆ្នាំកន្លងផុតទៅលោកសាវកុសលជាសមាជិកសាងសង់ចិត្តដីតម្កល់សពលោកបណ្ឌិតកែមលីអះអាងនៅថ្ងៃទី11កក្កដាថាលោកស្រីភោគសេជាម្ដាយលោកបណ្ឌិតកែមលីបានធ្វើសំណើសុំពឹងពាក់រកមេធាវីរួចហើយក៏ឆ្លងកាត់ការពិគ្រោះយោបល់រួចហើយដែរក៏ប៉ុន្តែដោយសារសំណុំរឿងនេះជារឿងដែលរសើបខ្លាំងហេតុនេះការស្វែងរកមេធាវីដើម្បីការពារក្តីក្នុងសំណុំរឿងឃាតកម្មនេះប្រហែលជាជួបផលលំបាកខ្លាំងយើងបានឯកភាពគ្នាទៅហើយប៉ុន្តែយើងមិនទាន់បានលទ្ធផលយ៉ាងណាទេដោយសារតែមានផលលំបាកក្នុងការរកមេធាវីស្ម័គ្រចិត្តនឹងព្រោះថារឿងក្តីវាធំហើយមេធាវីស្ម័គ្រចិត្តហាក់បីដូចជាមិនទាន់មាននរណាចេញមកជួយធ្វើរឿងហ្នឹងលោកស្រីភោគសេក្រៅពីបានប្រើប្រាស់សិទ្ធិដើម្បីស្វែងរកមេធាវីហើយក្នុងនោះលោកស្រីក៏បានធ្វើសំណើដាច់ដោយឡែកមួយផ្សេងទៀតដាក់ទៅតុលាការដើម្បីស្នើសុំចម្លងសារក្រមដែលក្រុមប្រឹក្សាជំនុំជម្រះលោកលៀងសំណាត់បានផ្តន្ទាទោសលោកអឿតអាងរួចហើយកាលពីខែមីនាឆ្នាំ2017លិខិតចុះថ្ងៃទី23ខែមិថុនាឆ្នាំ2017របស់លោកស្រីភោគសេបានសរសេរថាសំណើសុំថតចម្លងសារក្រមជំនុំជម្រះកន្លងមកនេះប្រយោជន៍ដើម្បីឲ្យលោកស្រីអាចពិនិត្យខ្លឹមសារនៃសារក្រមនិងបើកផ្លូវឲ្យមេធាវីបានបំពេញកិច្ចការរបស់ខ្លួនតាមផ្លូវតុលាការនៅពេលខាងមុខសមាជិកសាងសង់ចេតិយតម្កល់សពលោកបណ្ឌិតកែមលីលោកសាវកុសលឲ្យដឹងថាឆ្លងការពិគ្រោះយោបល់ម្ដាយរបស់លោកបណ្ឌិតកែមលីបានដាក់សំណើរួចហើយទៅស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យច្បាប់ដើម្បីស្នើសុំពឹងពាក់រកមេធាវីក៏ប៉ុន្តែចម្លើយជាផ្លូវការយ៉ាងណាមកដល់ពេលនេះនៅមិនទាន់ទទួលបាននៅឡើយទេនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រាល់លោកមឿនដុល្លារបដិសេធថាចំពោះស្ថាប័នរបស់លោកនៅមិនទាន់បានទទួលពាក្យស្នើសុំណាមួយពីក្រុមគ្រួសារលោកបណ្ឌិតកែមលីនេះនៅឡើយទេលោកបន្តថាជាគម្រោងត្រូវរងចាំចម្លើយជាមុនសិនពីប្រពន្ធលោកបណ្ឌិតកែមលីថាតើលោកស្រីនឹងសម្រេចបែបណាក្នុងរឿងនេះខ្ញុំអត់ច្បាស់ដែរនេះប៉ុន្តែកាលពីប្រពន្ធគាត់នៅក្នុងស្រុកហ្នឹងគាត់ថារងចាំរហូតដល់ពេលគាត់មានសុខភាពមានទៅដល់ប្រទេសដែលមានសុខភាពណាកាលពីថ្ងៃទី23ខែមីនាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោកលៀងសំណាត់សម្រាប់ផ្ដន្ទាទោសទណ្ឌិតឈ្មោះអឿតអាងហៅជួបសម្លាប់នេះដាក់ពន្ធនាគារអស់មួយជីវិតសារក្រមដែលប្រកាស23ថ្ងៃក្រោយបើការជំនុំជម្រះលើអង្គសេចក្តីកាលពីថ្ងៃទី1ដើមខែមីនាឆ្នាំ2017នោះត្រូវរងការរិះគន់ថាតុលាការក្រុងភ្នំពេញហាក់ធ្វើសេចក្តីសម្រេចដ៏ប្រញាប់ប្រញាល់ហើយការស៊ើបអង្កេតនោះថែមទៀតមិនគ្រប់ជ្រុងជ្រោយនៅឡើយដូចគ្នានេះដែរសវនាការកាលពីដើមខែមីនាដែលពុំមានមេធាវីការពារក្តីខាងដើមចោតបានជំរុញឲ្យក្រុមអ្នកសង្កេតការណ៍នៅក្នុងបន្ទប់ជំនុំជម្រះមានមន្ទិលសង្ស័យជាច្រើនចំណុចទៅលើភស្តុតាងជាខ្សែអាចវីដេអូដែលថតបានពីកាមេរ៉ាសុវត្ថិភាពដាក់បង្ហាញមិនអស់ប្លង់ហើយប្លង់ខ្លះទៀតមិនច្បាស់ជាដើមចំណែកមន្ត្រីតុលាការបានជម្រាបអង្គជំនុំជម្រះនៅពេលនោះថាប្លង់ផ្សេងដែលមិនបានដាក់បង្ហាញនោះព្រោះវាជាប្លង់ដែលមិនចាំបាច់យ៉ាងណាកាលពីថ្ងៃទី9ខែកក្កដាឆ្នាំ2017ក្រុមសមាគមអង្គការជាតិនិងអន្តរជាតិចំនួន170ស្ថាប័នបានផ្សាយលិខិតចំហមួយនៅថ្ងៃទី7កក្កដាដើម្បីស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនិងអន្តរជាតិមួយដែលស្របតាមបទដ្ឋានអន្តរជាតិដើម្បីបន្តស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីឃាតកម្មលើលោកបណ្ឌិតកែមលីសំណើនេះក្រោយពីស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនោះយល់ឃើញថាការស៊ើបអង្កេតមិនគ្រប់ជ្រុងជ្រោយសារក្រមដែលផ្ដន្ទាទោសអឿតអាងធ្វើឡើងមិនអាចជឿទុកចិត្តបានជាពិសេសរោគមិនឃើញការពិតទៅនឹងចម្លើយសារភាពរបស់ទណ្ឌិតរូបនេះតាក់ទងជនសង្ស័យពីររូបផ្សេងទៀតឈ្មោះលីននិងឈ្មោះចော့បើទោះជាបែបណាលោកស្រីភោគសេម្ដាយលោកបណ្ឌិតកែមលីយល់ឃើញថាសេចក្តីសម្រេចរបស់តុលាការទៅតាមសំណើនេះ
នឹងជាការបើកផ្លូវឲ្យមេធាវីអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការតតាំងក្តីតាមផ្លូវតុលាការក្នុងពេលខាងមុខខ្ញុំមកមនីរតអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់1ឆ្នាំទៅហើយតើគំរូវីរភាពរបស់លោកបណ្ឌិតនៅមានមនុស្សចងចាំដែរឬទេសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅក្រោយការផ្សាយព័ត៌មាននាពេលបន្តិចទៀតនេះបាទអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញរបាយការណ៍បឋមពីយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី1របស់រដ្ឋាភិបាលសម្រាប់ពេល6ខែដែលទើបតែបញ្ចប់នៅចុងខែមិថុនាកន្លងទៅថាទទួលបានលទ្ធផលល្អនិងមានការគាំទ្រពីសាធារណជនសង្គមស៊ីវិលវិស័យសាសនានិងអង្គការដៃគូបាទអ្នកស្រីខែសំណងរាយការណ៍អំពីរឿងនេះរបាយការណ៍បឋមពីយុទ្ធនាការប្រឆាំងគ្រឿងញៀនរយៈពេល6ខែរបស់រដ្ឋាភិបាលបង្ហាញថាអាជ្ញាធរជំនាញបង្ក្រាបបានចំនួន 4200 ករណីនិងបានឃាត់ខ្លួនជនសង្ស័យជិត 10000 នាក់ក្នុងបទល្មើសពាក់ព័ន្ធនឹងការជួញដូរដឹកជញ្ជូនរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកមាសវិរិទ្ធមានប្រសាសន៍នៅថ្ងៃទី11កក្កដាថាតាមផែនការស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានចាប់ផ្ដើមពីថ្ងៃទី1មករាហើយបានបិទបញ្ចប់កាលពីថ្ងៃទី30ខែមិថុនាប្រធានដឹកនាំយុទ្ធនាការលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រោងនឹងបើកកិច្ចប្រជុំបុកសរុបលទ្ធផលផ្សព្វផ្សាយផ្លូវការនៅថ្ងៃទី13ខែកក្កដាលោកបន្តថាដោយយុទ្ធនាការនេះទទួលបានជោគជ័យអំណោយផលល្អសម្រាប់សង្គមជាតិទាំងមូលមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសង្គមស៊ីវិលវិស័យសាសនានិងមជ្ឈដ្ឋានអន្តរជាតិហើយលោកបានធ្វើរបាយការណ៍ដាក់ជូនទៅរដ្ឋាភិបាលដើម្បីស្នើសុំបន្តយុទ្ធនាការនេះបន្ថែមទៀតឲ្យលទ្ធផលជាក់ស្ដែងលើបទល្មើសជាទូទៅមានការថយចុះបរិយាកាសសង្គមមានភាពល្អប្រជាជនអាចសប្បាយចិត្តតែមិនភ័យខ្លាចអំពីការគម្រាមកំហែងដោយសារបញ្ហាគ្រឿងញៀនហើយគ្រឿងញៀនក៏ពិបាកក្នុងការរត់ចេញសមត្ថកិច្ចនៅតែបន្តធ្វើទៅទៀតព្រោះថាយើងធ្វើរយៈពេល6ខែវាមិនអស់ទេហើយយើងធ្វើទៅតាមឋានានុក្រមក្នុងក្របខ័ណ្ឌនៃការអនុវត្តច្បាប់ជុំវិញការបង្ក្រាបគ្រឿងញៀននេះដែរអ្នកការពារសិទ្ធិមនុស្សនិងអ្នកច្បាប់ព្រួយបារម្ភថាស្ថានភាពកាន់តែចង្អៀតនៅក្នុងពន្ធនាគារដោយសារតែកើនឡើងអ្នកជាប់ឃុំពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀនថាជាការបណ្ដោយឲ្យមានសភាពចង្អៀតណែននេះនឹងអាចធ្វើឲ្យពន្ធនាគារគ្មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់មានការរាលដាលជំងឺឆ្លងកាន់តែធ្ងន់ធ្ងរគឺមិនមែនជាកន្លែងសម្រាប់កែប្រែអ្នកទោសឡើយតែគឺជាការធ្វើទរណកម្មមនុស្សទៅវិញប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូលោកអំសំអាតធ្លាប់លើកឡើងថាក្រៅអំពីបញ្ហាសុខភាពរបស់អ្នកជាប់ឃុំរីឯអគាររបស់ពន្ធនាគារខ្លះទៀតមានសភាពចាស់ទ្រុឌទ្រោមនិងត្រូវផ្ទុកមនុស្សច្រើនលើសចំនួនបែបនេះក៏ជាបញ្ហាប្រឈមទៅនឹងក្តីព្រួយបារម្ភមួយទៀតដែររឿងនេះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកមាសវិរិទ្ធបញ្ជាក់ដែរថាជាគោលការណ៍លោកស្នើអគ្គនាយកដ្ឋានពន្ធនាគារឲ្យមានការឃុំដាច់ដោយឡែកចែកបន្ទប់ឃុំឃាំងមិនឲ្យលោកឡំជាមួយទណ្ឌិតឬអ្នកទោសដទៃទៀតនោះទេដើម្បីកុំឲ្យមានការជ្រៀតជ្រែកអំពីការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារកុំឲ្យមានការបញ្ជាទិញនិងលក់ដូរចេញពីពន្ធនាគារជុំវិញរឿងនេះអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោកនុតសាវណ្ណាបានថ្លែងប្រាប់អាស៊ីសេរីថាស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារបច្ចុប្បន្ននេះអាចនឹងដោះស្រាយចេញនៅពេលដែលអគារធំរបស់មណ្ឌលអប់រំកែប្រែទី4ស្ថិតនៅភ្នំក្រវាញខេត្តពោធិ៍សាត់ត្រូវបានសាងសង់រួចរាល់នាពេលខាងមុខចា៎នេះខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញបាទលោកនាងកំពុងតាមដានស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washingtonមេឃុំទើបទទួលបានអំណាចថ្មីទាំង7ឃុំនៃស្រុកជុំគិរីខេត្តកំពតចោទជំទប់ទី2របស់ខ្លួនថាមិនព្រមឲ្យបន្ទប់ធ្វើការទៅមេឃុំឈ្នះឆ្នោតមកពីគណៈបកសង្គ្រោះជាតិដែលបានប្រកាសសុពលភាពរួចហើយនោះទេមេឃុំទាំង7រូបនៃស្រុកជុំគិរីបញ្ជាក់ថាការងារលិខិតស្នាមរបស់ប្រជាពលរដ្ឋអាចនឹងយឺតយ៉ាវដោយសារតែលិខិតស្នាមចាស់នៅក្នុងបន្ទប់ជំទប់ទី2និងជាអតីតមេឃុំមកពីគណៈបកប្រជាជនកម្ពុជាបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកវ៉ាន់វ៉ាន់ដេតជុំវិញរឿងនេះមេឃុំជាប់ឆ្នោតទាំង7ដែលបានប្រកាសសុពលភាពតាំងពីថ្ងៃទី7កក្កដាប្រាប់ថាមកដល់ថ្ងៃទី11កក្កដាពួកលោកនៅតែគ្មានបន្ទប់ធ្វើការនៅឡើយទេដោយសារអ្នកចាញ់ឆ្នោតបានយកផ្លាកជំទប់ទី2ទៅបិទនៅពីលើខ្លោងទ្វារបន្ទប់របស់មេឃុំធ្វើការកាលពីមុនហើយប្រាប់មេឃុំថ្មីទើបជាប់ឆ្នោត
ឲ្យទៅរកបន្ទប់ធ្វើការដោយខ្លួនឯងមេឃុំត្រពាំងរាំងលោកហ៊ុយខេងប្រាប់ថាតំណាងក្រសួងមហាផ្ទៃនៅថ្នាក់ស្រុកបានទៅប្រកាសសុពលភាពឲ្យលោកទាំងភាពសោះក៏ក្រោះបន្ទាប់មកលោកបានចូលធ្វើការក្នុងនាមជាមេឃុំត្រពាំងរាំងកាលពីថ្ងៃទី10កក្កដាប៉ុន្តែជំទប់ទី2លោកស៊ូអួចមិនព្រមប្រគល់បន្ទប់មេឃុំឲ្យលោកទេដោយប្រាប់ថាបន្ទប់នោះជាបន្ទប់របស់លោកហើយឲ្យលោកទៅរកបន្ទប់ផ្សេងខ្ញុំថាឥឡូវនេះខ្ញុំទុកចិត្តខ្ញុំធ្វើការនៅបរិយាវាលហ្នឹងបើលោកឯងមិនឲ្យក៏ខ្ញុំអត់ចូលដែរខ្ញុំនៅធ្វើការកំណើតជឿក៏ខ្ញុំធ្វើដែរហើយគិតទៅជាប្រាប់មកធ្វើអ្វីខ្ញុំហាត់តែខាផ្សេងខ្ញុំនឹងធ្វើជូនគាត់ហើយប្រាប់គាត់ថាខ្ញុំអត់ទាន់មានកន្លែងធ្វើការទេគឺខ្ញុំធ្វើនៅក្រោមម្លប់ឈើឬមួយក៏ក្រោមដំបូលសាលាឃុំជាអញ្ចឹងលោកហ៊ុយខេងប្រាប់ថាលោកនៅតែទាមទារបន្ទប់មេឃុំដើម្បីចូលធ្វើការវិញព្រោះតាមបែបបទរដ្ឋបាលមេឃុំមានបន្ទប់ធ្វើការមួយនៅក្នុងសាលាឃុំហើយជំទប់ឃុំត្រូវធ្វើការនៅក្នុងបន្ទប់ក្រុមប្រឹក្សាឃុំលោកប្រាប់ថាសាលាឃុំមានតែ4បន្ទប់គឺសម្រាប់មេឃុំ1បន្ទប់ក្រុមប្រឹក្សា1សម្រាប់គណនេយ្យករ1និងសម្រាប់ស្មៀនឃុំ1បើជំទប់ទី2ទាមទារបន្ទប់ធ្វើការមួយដែរលុះត្រាតែជំទប់ទី1ក៏ត្រូវមានបន្ទប់មួយដែរជំទប់ទី2ឃុំត្រពាំងរាំងលោកស៊ូអួចបំភ្លឺយ៉ាងខ្លីមុនចុចបិទទូរស័ព្ទថាបន្ទប់ផ្សេងនៅមានក្រៅពីបន្ទប់របស់លោកទុកមានដែរធ្វើការធ្វើទៅហើយចេះតែនិយាយអញ្ចឹងទុកធ្វើមានផ្សេងដែរទុកខ្ញុំនៅការផ្សេងមានដែរហើយមកបាច់និយាយទៅអីបើការងារគេនៅនេះហ្នឹងដែរណាខ្ញុំជាប់ការងារស្រុកជុំគិរីនៃខេត្តកំពតមានឃុំចំនួន7គណៈបកសង្គ្រោះជាតិបានឈ្នះតំណែងជាមេឃុំនិងជំទប់ទី1ទាំង7ឃុំខណៈដែលជំទប់ទី2គ្រប់ឃុំបានទៅលើគណៈបកប្រជាជនកម្ពុជាអនុប្រធានគណៈបកសង្គ្រោះជាតិប្រចាំស្រុកជុំគិរីលោកស៊ិនវណ្ណាប្រាប់ថាមេឃុំទាំង7មិនត្រឹមតែគ្មានបន្ទប់ធ្វើការទេថែមទាំងពិបាកធ្វើការជាមួយស្មៀនដោយសារតែស្មៀនអ្នកកាន់ត្រាសាលាឃុំមិនសូវនៅកន្លែងឬដើរចោលកន្លែងធ្វើការបញ្ជីលិខិតស្នាមទាំងប៉ុន្មានលោកថានៅក្នុងបន្ទប់មេឃុំដែលជំទប់ទី2អតីតមេឃុំចាញ់ឆ្នោតកំពុងកាន់កាប់ពិបាកក្នុងការសម្រួលឯកសារឲ្យពលរដ្ឋខ្លាំងណាស់លោកស្នើឲ្យអាជ្ញាធរពិនិត្យឡើងវិញករណីមេឃុំគ្មានបន្ទប់ធ្វើការនៅក្នុងសាលាឃុំនេះខណៈដែលអាជ្ញាធរថ្នាក់ស្រុកបានប្រាប់លោកថាករណីនេះជារឿងតូចតាចតែប៉ុណ្ណោះឯកសារទី100ជាច្រើននៅកន្លែងមេឃុំនេះហ្នឹងយើងចង់បានឯកសារពលរដ្ឋដូចគាត់ទៅឯកសារនៃរដ្ឋបាលជាត្រាអង្គុលឋានអីវិទ្យាកំណើតបុតកំណើតអីហ្នឹងវាអត់មានអញ្ចឹងវាលំបាកតាមពលឃុំមិនដូចគ្នាករណីជំទប់ឃុំមិនព្រមប្រគល់បន្ទប់ធ្វើការឲ្យទៅមេឃុំទើបជាប់ឆ្នោតមកពីគណៈបកប្រឆាំងនៅអាណត្តិនេះមិនមែនទើបតែកើតឡើងនៅក្នុងស្រុកជុំគិរីខេត្តកំពតនោះទេនៅឯខេត្តព្រះសីហនុក្នុងសង្កាត់លេខ1ក៏មានករណីចៅសង្កាត់ចាញ់ឆ្នោតមិនព្រមប្រគល់សោបន្ទប់ឲ្យចៅសង្កាត់ថ្មីដែរពលរដ្ឋនៅខេត្តកំពតក៏មិនខុសពីពលរដ្ឋនៅខេត្តព្រះសីហនុដែរដោយអ្នកខ្លះបានពេបជ្រាយនឹងរិះគន់ទង្វើរបស់ជំទប់ទី2គណៈបកប្រជាជនកម្ពុជានៅស្រុកជុំគិរីថាស្ដាយស្រណោះបន្ទប់ធ្វើការងារជារឿងអាម៉ាស់បំផុតឯអ្នកខ្លះទៀតក៏បានរិះគន់ថាពេលពលរដ្ឋស្រឡាញ់គាំទ្រមិនខំប្រឹងធ្វើការងារតែដល់ពេលចាញ់ឆ្នោតខំស្រវាក្តោបក្តាប់បន្ទប់ធ្វើការមន្ត្រីផ្នែកច្បាប់និងអង្កេតនៃអង្គការ Conference លោកយឿងសុធិរាយល់ថាបើទោះជាគ្មានច្បាប់ចែងថាមេឃុំត្រូវអង្គុយនៅបន្ទប់ណាប៉ុន្តែក្រសួងមហាផ្ទៃគួរតែមានបទបញ្ជាឬសេចក្តីណែនាំដើម្បីកុំបណ្ដោយឲ្យមានការដណ្ដើមបន្ទប់គ្នាធ្វើការយ៉ាងដូចនេះលោកយឿងសុធិរាយល់ថាគឺមេឃុំទេដែលជាអ្នកមានសិទ្ធិក្នុងការសម្រេចឲ្យសមាជិកក្រុមប្រឹក្សាឃុំទៅអង្គុយនៅបន្ទប់ណាមួយហើយរាល់ការចាត់ចែងនៅក្នុងសាលាឃុំគួរតែមេឃុំមិនមែនជំទប់ទី2នោះទេដោយសារសាលាឃុំវាជារបស់រដ្ឋបើមិនជាគ្មានសេចក្តីណែនាំពីលើទៅទេវាគួរតែស្ដាប់ការចាត់ចែងរបស់មេឃុំហ្នឹងហើយតែនៅក្នុងឃុំសង្កាត់ហ្នឹងគឺមេឃុំហ្នឹងហើយទោះបីជាគាត់ជាប់ថ្មីក៏ដោយគឺគាត់ជាអ្នកមានសិទ្ធិមានអំណាចចាត់ចែងបើមិនជាគ្មានការណែនាំទៅពីខាងលើទេតែបើមិនជាមានការណែនាំទៅពីខាងលើជាលិខិតអក្សរអញ្ចឹងគួរតែធ្វើតាមនៅបទបញ្ជាពីក្រសួងមហាផ្ទៃអញ្ចឹងទៅចំណែកមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តកំពតលោកយុនផាលីយល់ថាសាលាឃុំជារបស់រដ្ឋហើយអ្នកដែលចាញ់ឆ្នោតគឺពលរដ្ឋក្នុងឃុំលែងគាំទ្រត្រូវតែប្រគល់បន្ទប់ការងារដែលជាទ្រព្យសម្បត្តិរបស់រដ្ឋឲ្យទៅអ្នកឈ្នះជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យក្រោយពីបោះឆ្នោតអាណត្តិទី4នេះហើយទោះបីគណៈបកនយោបាយណាជាប់ឆ្នោតក៏ដោយអញ្ចឹងសាលាឃុំគឺជាសាលាឃុំរបស់រដ្ឋអញ្ចឹងអ្នកដែលត្រូវបានចាញ់ឆ្នោតឬក៏ធ្លាក់ឆ្នោតត្រូវតែប្រ
គល់បន្ទប់ការងារនោះទៅឲ្យអ្នកដែលបានជាប់ឆ្នោតថ្មីអញ្ចឹងយើងមិនអាចកាន់កាប់ជាកម្មសិទ្ធិលក្ខណៈជាបុគ្គលណាមួយបានទេព្រោះនេះវាជាទ្រព្យសម្បត្តិរបស់រដ្ឋសង្គមស៊ីវិលចាត់ទុកការដណ្ដើមបន្ទប់មេឃុំធ្វើការជារូបភាពដ៏អាក្រក់ហាក់ដូចជាខ្លួនឯងកំពុងកាងបន្ទប់សាលាឃុំដែលជាទ្រព្យសម្បត្តិរបស់រដ្ឋខ្ញុំវ៉ាន់វ៉ាន់ដេតអាស៊ីសេរីខេត្តកំពតបាទលោកនាងកញ្ញាជាទីមេត្រីតកតងនឹងបញ្ហាបរិស្ថានវិញប្រជាពលរដ្ឋនៅឃុំស្រែគោនិងឃុំក្បាលរមៀសព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងខេត្តស្ទឹងត្រែងកំពុងព្រួយបារម្ភអំពីទឹកជំនន់ជន់លិចភូមិនៅពេលដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2គ្រោងបិទទ្វារទឹកមួយសាកល្បងកម្លាំងទឹកខណៈប្រជាពលរដ្ឋទាំងនោះនៅតែមិនព្រមចាក់ចេញពីភូមិចាស់បាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកលេងម៉ាលីអំពីព័ត៌មាននេះពលរដ្ឋនៅឃុំស្រែគោនិងឃុំក្បាលរមៀសជាង100គ្រួសារដែលបដិញ្ញាថាមិនព្រមចាក់ចេញពីភូមិឋានរបស់ខ្លួនកំពុងបារម្ភពីទឹកជន់លិចភូមិនៅពេលដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ប្រកាសបិទទ្វារទំនប់សាកល្បងកម្លាំងទឹកនៅថ្ងៃសៅរ៍ទី15កក្កដានោះអ្នកភូមិស្រែគោគឺលោកខុតខឿនមានប្រសាសន៍ថាអ្នកភូមិលោកកំពុងបារម្ភពីបញ្ហាទឹកនិងជន់លិចភូមិហើយក៏បារម្ភពីការគំរាមកំហែងរបស់អាជ្ញាធរដែរដល់ទឹកលិចខ្លាំងយើងពិបាកនឹងជំនះអីវ៉ាន់មកទីទួលសុវត្ថិភាពអញ្ចឹងណាត្រូវបារម្ភរបស់ខ្ញុំគឺទី1ខ្លាចគាត់នឹងឃើញពួកខ្ញុំមិនចេញមកប្រឹងធ្វើអំពើហិង្សាជាមួយប្រជាពលរដ្ឋដែលស្លូតត្រង់គាត់មិនព្រមចាក់ចេញអញ្ចឹងណាតែចំពោះអ្នករស់នៅលើទឹកគឺធម្មតាជាពលរដ្ឋទាំងអស់គាត់មិនខ្លាចទឹកទេរាល់តែទឹកចំនួនម្ដងគឺគាត់តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកូនចៅតូចៗដែលអាចបាត់បង់ជីវិតហ្នឹងគឺកន្លងមកហ្នឹងគឺអត់មានបាត់បង់ដល់ជីវិតទេតែបើទឹកបិទហ្នឹងលក្ខណៈថាបិទហ្នឹងទឹកស្មើនឹងទឹកយើងបូមដាក់អាងអញ្ចឹងវាទឹកឡើងទឹកវាហ្នឹងមិនមែនហូរដូរទឹកហ្នឹងបាក់ទំនប់ទេតែតងបញ្ហាបារម្ភរបស់អ្នកភូមិនេះគឺមេឃុំស្រែគោលោកសៀកមេគង្គថ្លែងបញ្ជាក់ថានៅថ្ងៃទី11កក្កដាលោកបានផ្សព្វផ្សាយដល់អ្នកភូមិអំពីផែនការណែនាំរបស់ថ្នាក់ខេត្តដែលឲ្យត្រៀមបង្ការជង្រុកស្រូវពេលទឹកលិចដោយសារបិទទ្វារទឹកហើយអាជ្ញាធរខេត្តក៏ត្រៀមកម្លាំងបង្ក្រាបបាតុកម្មដែរខ្ញុំបានប្រជុំផ្សព្វផ្សាយរួចហើយអមិញទៅចេញមកដល់ផ្ទះនេះបញ្ហាទី1បញ្ហាទី2តកតងនៅប្រជុំម្សិលមិញនៅសាលាខេត្តគាត់ឲ្យអភិវឌ្ឍឃុំទាំងពីរឃុំក្បាលរមៀសនិងឃុំស្រែគោមានគឺខ្ញុំហ្នឹងទប់ស្កាត់ជារដ្ឋអាហារបដកម្មហើយអាជ្ញាធរខេត្តនឹងប្រើកម្លាំងចុះការពារក្នុងនោះមានកងរាជ120នាក់កងនគរបាលក្នុងការខេត្តមានកម្លាំង120នាក់ដែរដើម្បីទប់ស្កាត់រាល់កម្មភាពទាំងឡាយណារបស់ប្រជាពលរដ្ឋធ្វើកម្មភាពលោកថាអ្នកភូមិបានចាត់ទុកការត្រៀមកម្លាំងប្រដាប់អាវុធចំពោះអ្នកភូមិបែបនេះគឺជាការគំរាមកំហែងគាត់ឆ្លើយថាគាត់មិនទៅទេគាត់នឹងត្រៀមលក្ខណៈពីតួសុភាពរបស់គាត់ទី1ទី2គាត់យល់ថាគាត់នឹងវិនិច្ឆ័យក្នុងឆ្នាំ2013ទី3គាត់គិតថារង្វើទាំងអស់នេះជាការគំរាមកំហែងដ៏ខុសខើហើយគាត់មានតែប៉ុណ្្នឹងទេដោយឡែកនៅឯភូមិក្បាលរមៀសត្រូវបានមន្ត្រីសម្របសម្រួលអង្គការ Ad Hoc ខេត្តស្ទឹងត្រែងលោកហូសំអល់ឲ្យដឹងថាមានអ្នកភូមិ57គ្រួសារដែលមិនព្រមចាក់ចេញពីភូមិដើមទៅរស់នៅឯភូមិថ្មីដែលរដ្ឋាភិបាលដោះដូរនោះទេពួកគាត់ត្រៀមទៅនៅទួលដែលមានសុវត្ថិភាពក្នុងសហគមន៍របស់ពួកគាត់ដដែលទីទួលសុវត្ថិភាពដែលគាត់ត្រៀមរៀបចំហ្នឹងគឺប្រហែលជា7គីឡូម៉ែត្រ8គីឡូម៉ែត្រពីភូមិចាស់ហ្នឹងជាការគិតរបស់គាត់គាត់ថាកន្លែងហ្នឹងគឺទឹកអត់ដល់ទេព្រោះអីបើតាមមើលផែនទីដែលយើងមើលផែនទីផ្ទៃអាងហ្នឹងគឺគាត់ថាកន្លែងហ្នឹងអត់ប៉ះទាំងស្រែគោទាំងក្បាលរមៀសបើសិនជាគេបាត់ទំនប់ហ្នឹងវាអាចប៉ះពាល់ទៅដល់ផ្ទះចាស់របស់គាត់ហើយប៉ុន្តែគាត់បាននិយាយជាមួយយើងឯងថាផ្ទះចាស់ហ្នឹងក៏គាត់អត់រើដែរបើសិនជាទឹកចូលមកគាត់នឹងចាក់ចេញពីផ្ទះចាស់ហ្នឹងមកនៅអាខ្ទមចំការគាត់ដែលគាត់ត្រៀមរៀបចំទុកតគួរអញ្ចឹងណាលោកហូសំអល់បារម្ភអំពីបញ្ហានេះហើយលោកចង់ឲ្យអាជ្ញាធរផ្ដល់សញ្ញាអាសន្នដល់អ្នកភូមិដើម្បីជម្លៀសមុនទឹកលិចពលរដ្ឋរស់នៅឃុំស្រែគោ91គ្រួសារនិងឃុំក្បាលរមៀស57គ្រួសារប្រកាសចំហជាបន្តបន្ទាប់ប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ដោយមិនព្រមចាក់ចេញពីភូមិកំណើតទោះបីជាអាជ្ញាធរខេត្តនិងក្រុមហ៊ុនសម្របសម្រួលហើយផ្សព្វផ្សាយពីគម្រោងបិទទ្វារទឹកសាកល្បងនៅថ្ងៃទី15កក្កដាចុងសប្តាហ៍នេះទន្ទឹមគ្នានេះអ្នកភូមិបារម្ភថាអាចនឹងមានបញ្ហាប្រឈមស្មុគស្មាញច្រើនចំពោះជីវភាពរស់នៅរបស់ពួកគាត់ដោយខ្វះប្រព័ន្ធទំនាក់ទំនងទូរស័ព្ទព្រោះក្រុមហ៊ុនដកបង្គោលសេវាទូរស័ព្ទហើយខ្វះសេវាសុខាភិបាលនិងសេវាអប់រំជាដើមទាក់ទងនឹងផែនការរបស់ថ្នាក់ខេត្តដែលឲ្យអាជ្ញាធរមូលដ្ឋានត្រៀមលក្ខណៈបង្ការគ្រោះថ្នាក់ពេលទឹកជន់លិចភូមិនោះ
ត្រូវបានមេឃុំស្រែគោលោកសៀកមេគង្គបញ្ជាក់ថារហូតមកដល់ពេលនេះខាងលោកមានតែផែនការប៉ុន្តែមិនទាន់មានទូកឬថវិកាសម្រាប់ត្រៀមសង្គ្រោះអ្នកភូមិនៅឡើយទេចំពោះកម្ពស់ទឹកឡើងវិញលោកទទួលព័ត៌មានពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនថាអាចឡើងលិចពី5ទៅ7ម៉ែត្រប៉ុន្តែអ្នកភូមិស្រែគោគឺលោកខុតខឿនថ្លែងតាមបទពិសោធន៍របស់លោកថាទឹកនោះអាចមិនឡើងលឿនទេលោកថាការបារម្ភខ្លាំងគឺអ្នកភូមិនៅក្រោមទំនប់វារីអគ្គិសនីសេសាន2នៅវិញខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញបាទក្រសួងរ៉ែនិងធម្មពលសម្រាប់បញ្ឈប់ជាស្ថាពរការអនុញ្ញាតឲ្យធ្វើអាជីវកម្មនាំខ្សាច់សំណង់គ្រប់ប្រភេទនិងខ្សាច់លបាយភក់នៅខេត្តកោះកុងចេញទៅក្រៅប្រទេសសកម្មជនបរិស្ថានសាទរចំពោះការប្រកាសនេះក៏ប៉ុន្តែពួកគេនៅតែទាមទារឲ្យក្រសួងរ៉ែនិងធម្មពលបង្ហាញតម្លាភាពនៃចំណូលបានមកពីវិស័យមួយនេះនៅក្នុងរយៈពេលកន្លងទៅបាទលោកយ៉ងច័ន្ទរារាយការណ៍ព័ត៌មាននេះការសម្រេចបញ្ឈប់ការអនុញ្ញាតឲ្យនាំចេញខ្សាច់សំណង់និងខ្សាច់លបាយភក់នេះធ្វើឡើងតាមរយៈប្រកាសរបស់ក្រសួងរ៉ែនិងធម្មពលដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីសុយសែមកាលពីថ្ងៃទី10ខែកក្កដាកន្លងទៅអ្នកនាំពាក្យក្រសួងរ៉ែនិងធម្មពលលោកមេងសធិរាបញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី11កក្កដាថាការសម្រេចផ្អាកជាស្ថាពរនេះគឺជាកិច្ចការបន្តពីការផ្អាកជាបណ្ដោះអាសន្នកាលពីឆ្នាំ2016កន្លងទៅដែលកាលនោះក្រសួងត្រូវសិក្សានិងពិនិត្យឡើងវិញនូវផលប៉ះពាល់បរិស្ថាននិងសង្គមដែលត្រូវបានស្នើឡើងដោយក្រុមអង្គការសង្គមស៊ីវិលនិងសកម្មជនបរិស្ថានការអនុញ្ញាតឲ្យធ្វើអាជីវកម្មដើម្បីនាំចេញជាប្រភេទអាជីវកម្មដែលធំធំហេតុនឹងហើយបានជាក្រសួងសម្រាប់ជាស្ថាពរតែម្ដងថាមិនបន្តអនុញ្ញាតឲ្យមានការធ្វើអាជីវកម្មដើម្បីនាំចេញទៀតទេដើម្បីការពារកុំឲ្យមានការធ្វើអាជីវកម្មឬក៏ការលួចធ្វើអាជីវកម្មធំណាមួយនៅក្នុងខេត្តកោះកុងលោកបញ្ជាក់ថាសេចក្តីសម្រេចថ្មីនេះគ្របដណ្ដប់លើអាជីវកម្មខ្សាច់សំណង់និងខ្សាច់លបាយភក់នៅខេត្តកោះកុងដែលមានគោលបំណងនាំចេញដូច្នេះក្រុមហ៊ុនណាដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មសម្រាប់នាំចេញត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនទោះបីជាយ៉ាងណាសេចក្តីសម្រេចនេះមិនគ្របដណ្ដប់លើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកាឬខ្សាច់សនៅខេត្តកោះកុងនោះទេពោលគឺក្រុមហ៊ុនណាដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកានៅតែអាចបន្តសកម្មភាពរបស់ខ្លួនបានដដែលលោកមេងសធិរាបញ្ជាក់ពីមូលហេតុថាដោយសារតែខ្សាច់ស៊ីលីកាស្ថិតនៅក្រោមបទបញ្ញត្តិដោយឡែកពីខ្សាច់សំណង់និងខ្សាច់លបាយភក់ជុំវិញការសម្រេចរបស់ក្រសួងរ៉ែនិងធម្មពលនេះស្ថាបនិកអង្គការមេដាធម្មជាតិលោក Alejandro Gonzalez Davidson បញ្ជាក់ថាលោកពេញចិត្តការសម្រេចនេះតែ 50% តែប៉ុណ្ណោះព្រោះប្រភេទខ្សាច់ស៊ីលីកានៅតែត្រូវបានធ្វើអាជីវកម្មដើម្បីនាំចេញហើយម្យ៉ាងវិញទៀតភាពមិនប្រក្រតីទាំងឡាយតាក់ទងទៅនឹងអាជីវកម្មនេះនៅមិនទាន់ត្រូវបានដោះស្រាយដោយត្រឹមត្រូវនិងអាចទទួលយកបាននៅឡើយទេដោយសារគេបូមខ្សាច់បែបបណ្ណាស្ដីប្រហែលឆ្នាំកន្លងមកនោះឃើញប្រជាជនគឺក្រេះក្រជាងមុនឆ្ងាយអញ្ចឹងយល់ល្អគឺបញ្ឈប់បូមខ្សាច់តែម្ដងទៅហើយឈប់ប្រើលេសថាត្រូវតែស្ដារព្រែកដើម្បីប្រជាជនមូលដ្ឋានទៅព្រោះលេសហ្នឹងគឺគ្មានណាដែលអាចទទួលយកបានទេអាហ្នឹងជំហានទី1ហើយជំហានទី2គួរមានតម្លាភាពកណន័យភាពចំពោះប្រជាជនខ្មែរតើតាខ្សាច់ដែលនាំចេញទៅក្រៅប្រទេសប្រហែលឆ្នាំកន្លងមកហ្នឹងគឺមានចំនួនប្រមាណបងប្អូនប្រមាណលក្ខណៈអញ្ចឹងទៅភាពមិនប្រក្រតីជុំវិញរឿងអាជីវកម្មខ្សាច់ដែលសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះនៅតែទាមទារឲ្យក្រសួងជំនាញរបស់រដ្ឋាភិបាលដោះស្រាយនោះគឺការនាំចេញខ្សាច់ចាក់បំពេញរាប់សិបលានតោនទៅប្រទេសសិង្ហបុរីនិងប្រទេសមួយចំនួនទៀតក្នុងលក្ខណៈមិនស្របច្បាប់ដែលធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិកហើយនឹងករណីថ្មីចុងក្រោយគឺការនាំចេញខ្សាច់ប្រភេទស៊ីលីការាប់សែនតោនទៅក្រៅប្រទេសដែលលោករកឃើញថាកម្ពុជាអាចនឹងបាត់បង់ទឹកប្រាក់រាប់សិបលានដុល្លារបន្ថែមទៀតពីវិស័យមួយនេះកាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅប្រធានក្រុមសមាជិកសភាគណៈបក្សសង្គ្រោះជាតិនិងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាគឺលោកសុនឆៃតាមរយៈប្រធានរដ្ឋសភាលោកហេងសំរិនបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលលោកសុយសែមស្នើសុំឲ្យរដ្ឋមន្ត្រីរូបនេះបង្ហាញព័ត៌មាននិងឯកសារផ្លូវការនានាទាក់ទងទៅនឹងការនាំខ្សាច់ប្រភេទស៊ីលីកាឬខ្សាច់សចេញទៅក្រៅប្រទេសក៏ប៉ុន្តែមកទល់នឹងពេលនេះក្រសួងរ៉ែនិងធម្មពលមិនទាន់ឆ្លើយតបនឹងសំណើរបស់លោកសុនឆៃនៅឡើយដោយក្រសួងកំពុងអនុវត្តតាមនីតិវិធីដើម្បីឆ្លើយតបខ្ញុំយ៉ងច័ន្ទរាអាស៊ីសេរីភ្នំពេញបាទលោកនាងកញ្ញាជាទីមេត្រីបើទោះបីជាបច្ចុប្បន្នក្រមឈ្មួញហាក់ដូចជាស្ងប់ស្ងាត់ដឹកជញ្ជូនឈើក្រញូងចេញពីតំបន់ព្រំដែនខ្មែរថៃយកទៅជួញដូរខុសច្បាប់ក៏ដោយក៏ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទាន់បញ្ឈប់សកម្មភាពឆ្លងដែនទៅកាប់ឈើក្រញូងខុសច្បាប់នៅក្នុងទឹកដីថៃនៅឡើយទេប្រភពពីសារព័ត៌មានក្នុងស្រុកឲ្យដឹងថាយ៉ាងហោចណាស់
ក៏មានទាហានខ្មែរម្នាក់និងប្រជាពលរដ្ឋម្នាក់ទៀតត្រូវទាហានថៃនៅខេត្តស៊ីសាកេតបាញ់ឲ្យរងរបួសកាលពីចុងខែមិថុនានៅពេលដែលពួកគេឆ្លងដែនខុសច្បាប់ទៅរកឈើក្រញូងនៅក្នុងទឹកដីថៃបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហងសាលយុទ្ធអំពីរឿងនេះដូចតទៅពលរដ្ឋនៅភូមិអូបាត់ដាវសង្កាត់បន្សាយរាក់ក្រុងសំរោងឲ្យដឹងថាជារៀងរាល់ថ្ងៃអ្នកភូមិរបស់គេជាច្រើនអ្នកតែងនាំគ្នាឡើងភ្នំឆ្លងចូលទឹកដីថៃដើម្បីដើររកឈើក្រញូងយកមកលក់ដូរឲ្យពួកឈ្មួញដែលនៅចាំទទួលទិញស្ត្រីម្នាក់ក្នុងចំណោមអ្នកភូមិអូបាត់ដាវខ្លះទៀតដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍នៅរសៀលថ្ងៃអង្គារទី11ខែកក្កដាថាជារៀងរាល់ថ្ងៃរូបគាត់និងអ្នកភូមិជាច្រើនអ្នកតែងនាំគ្នាឆ្លងដែនចូលទៅក្នុងទឹកដីថៃដើម្បីរកឈើក្រញូងមកលក់ដូរគាត់អះអាងថាទាហានខ្មែរដែលនៅប្រចាំការពារព្រំដែនទីនោះតែងបើកច្រកព្រំដែនឲ្យអ្នកភូមិចេញទៅរកឈើក្រញូងក្នុងទឹកដីថៃដោយពួកគេយកលុយពីពលរដ្ឋផងហើយទាហានខ្លះទៀតក៏ជាអ្នកចាំទទួលទិញឈើក្រញូងដែលអ្នកភូមិយកបានពីប្រទេសថៃដែរឆ្លងទៅដល់ថ្ងៃហួសប្រទេសខ្មែរយើងរាល់ថ្ងៃនឹងឯងប្រជាជនខាងភូមិអូបាត់ដាវទៅឡើងខាងអូតចោខ្លះទៅឡើងខាងតាក់ណាខ្លះទៅទាហានបើកឲ្យទៅពូទៅយកលុយតាទៅយកមកកាពី 20000 30000រលក់ឲ្យគេទៅគេអត់ចាប់ទេអត់លក់ឲ្យគេគេចាប់នៅសង្កាត់បន្សាយរាក់ដែលមានភូមិសាស្ត្រជាប់នឹងបន្ទាត់ព្រំដែនខ្មែរថៃគឺមានអ្នកភូមិពោធិវង្សភូមិអូបាត់ដាវភូមិត្រពាំងទុងនិងសម្បួរមាសជាដើមតែងនាំគ្នាឡើងភ្នំឆ្លងដែនទៅក្នុងទឹកដីថៃតាមច្រកប្រាសាទខ្នានិងអូរទឹកចោលដើម្បីរកឈើក្រញូងមកលក់ដូរទោះជាយ៉ាងណាអាស៊ីសេរីមិនអាចតាក់ទងចៅសង្កាត់បន្សាយរាក់អភិបាលក្រុងសំរោងលោកអ៊ុនសុភ័ក្រនិងអភិបាលខេត្តរតនមានជ័យលោកសថាវីដើម្បីសាកសួរអំពីវិធានការទប់ស្កាត់ជុំវិញរឿងពលរដ្ឋឡើងទៅរកឈើក្រញូងក្នុងទឹកដីថៃនោះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី11ខែកក្កដាដោយសារតែមន្ត្រីទាំងនោះមិនទទួលទូរស័ព្ទកាលពីថ្ងៃទី20ខែមិថុនាកន្លងទៅសារព័ត៌មានក្នុងស្រុកបានផ្សាយថាមានទាហានខ្មែរម្នាក់និងពលរដ្ឋម្នាក់ទៀតត្រូវទាហានថៃខេត្តស៊ីសាកេតបាញ់បណ្ដាលឲ្យរងរបួសក្នុងពេលដែលពួកគេឆ្លងដែនខុសច្បាប់ទៅរកឈើក្រញូងក្នុងទឹកដីថៃម្ដុំបង្គោលលក្ខលេខ7ជាប់នឹងភូមិសាមគ្គីឃុំត្រពាំងព្រៃនៃស្រុកអន្លង់វែងអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកជាំសង្ងាំលោកតូចរាមានប្រសាសន៍ថាបច្ចុប្បន្ននេះឈើក្រញូងនៅក្នុងទឹកដីថៃក៏អស់ទៅហើយដោយសារតែពលរដ្ឋខ្មែរលួចចូលទៅកាប់ដើម្បីយកមកលក់ដូរក៏ប៉ុន្តែនៅតែមានពលរដ្ឋខ្មែរខ្លះបន្តចូលទៅរកឈើក្រញូងក្នុងទឹកដីថៃនៅឡើយតាមទៅអន្តរជាតិបងប្អូននៅទៅអង្គពលមិនព្រមឈប់អស់ហើយនៅទៅនិយាយមកដុំពីដុំឬឈើលេខឈើទៅយកហ្នឹងពិបាកនិយាយប្រាប់គាត់តែទៅមកទៅអីនៅគាត់ទីចឹងមិនគឺមិនអាចខត់ចិត្តទីបាននឹងនិយាយទៅមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃច្រកជាំសង្ងាំឲ្យដឹងថាក្នុងរយៈពេល6ខែឆ្នាំ2017នេះយ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរ10នាក់បានស្លាប់ដោយសារទាហានការពារព្រំដែនថៃខេត្តស៊ីសាកេតបាញ់នៅពេលដែលឆ្លងដែនទៅរកឈើក្រញូងអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តរតនមានជ័យលោកស្រីណារ៉េនទទួលស្គាល់ថាបច្ចុប្បន្ននៅតែមានពលរដ្ឋខ្មែរខ្លះឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃមែនហើយអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលព្រួយបារម្ភចំពោះការឆ្លងដែនទៅរកឈើក្រញូងខុសច្បាប់នេះខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបអាស៊ីសេរីបាទលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅខ្ញុំបាទសេកបណ្ឌិតពីរដ្ឋធានី Washington សូមអញ្ជើញអស់លោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដាប់ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងខ្ញុំនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពីស្ដាប់ផ្ដោតអំពីពលរដ្ឋខ្មែរភាគច្រើននៅតែចងចាំគំរូវីរភាពលោកបណ្ឌិតកែមលីនៅtrongកម្មវិធីលោកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាបាទលោកនាងជាទីមេត្រី
ថ្មីត្បិតលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់មួយឆ្នាំទៅហើយក្តីប៉ុន្តែប្រជាពលរដ្ឋសកម្មជនដីធ្លីព្រះសង្ឃសិស្សនិស្សិតនិងមន្ត្រីសិទ្ធិមនុស្សនៅតែមានភក្ដីភាពនិងនឹកស្ដាយស្រណោះរូបលោកដដែលទន្ទឹមនឹងគ្នានេះពួកគេក៏ប្រាជ្ញាខិតខំរក្សាគុណតម្លៃទស្សនវិស័យនិងវីរភាពរបស់លោកបណ្ឌិតកែមលីឲ្យនៅរស់និងគង់វង្សយូរអង្វែងតទៅមុខទៀតសម្រាប់ជាប្រយោជន៍ជាតិសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកថាកិច្ឆាជំវិញព័ត៌មាននេះពលរដ្ឋខ្មែរជាច្រើននៅគ្រប់ទិសទីហាក់មិនទាន់រសាយចិត្តបន្តិចណាស់សោះចំពោះលោកបណ្ឌិតកែមលីអ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីដែលត្រូវបានឃាតករបាញ់ប្រហារទាំងកណ្ដាលថ្ងៃក្នុងទីក្រុងភ្នំពេញកាលពីមួយឆ្នាំមុនមានមុខរបរជាអ្នកលក់ត្រីនៅផ្សារអូរស័យអ្នកស្រីពុចនិយាយថាទោះបីជាពេលវេលាចេះតែកន្លងផុតទៅក្តីក៏ប៉ុន្តែអ្នកស្រីនៅតែនឹកស្ដាយស្រណោះចំពោះលោកបណ្ឌិតកែមលីដែលអ្នកស្រីចាត់ទុកថាជាបុរសសម្ដីមាសទឹកមុខប្រែក្រៀមក្រំអ្នកស្រីពេជ្របន្ថែមថាការបាត់បង់លោកបណ្ឌិតកែមលីនេះគឺប្រៀបដូចជាការបាត់បង់សាច់ញាតិផ្ទាល់របស់ខ្លួនដែលមិនអាចបំភ្លេចបានទេស្ដាយធនធានមនុស្សដែលគាត់ចេះដឹងអញ្ចឹងដូចជាបាត់បង់អ្នកចេះដឹងមួយអ្នកកម្រហើយគាត់ចេះដឹងហើយគាត់វិភាគការពិតទៀតហើយគាត់ហ៊ាននិយាយហ៊ានចំចំណុចអញ្ចឹងអូនធ្វើឲ្យខ្មែរយើងអ្នកខ្លះគាត់ចេះដឹងមែនតែគាត់ហ៊ាននិយាយការពិតទេតែចំណែកលោកបណ្ឌិតគាត់ហ៊ាននិយាយការពិតធ្វើឲ្យយើងកូនខ្មែរទាំងអស់គ្នាអញ្ចឹងយើងអាចដឹងបានអញ្ចឹងអូនបងចាត់ទុកគាត់ជាវីរបុរសក្នុងបេះដូងបងហ្មងចុងក្រោយនេះបងសំណូមពរឲ្យអន្តរជាតិហ្នឹងជួយសាវជ្រាវរឿងឃាតកម្មហ្នឹងឲ្យពិតប្រាកដផងទន្ទឹមគ្នានេះអ្នករត់រមាក់ម៉ូតូកង់3លោកលនសុគន្ធរៀបរាប់ថាការបាត់បង់លោកបណ្ឌិតកែមលីដែលជាអ្នកបញ្ចេញមតិអប់រំពន្យល់ពលរដ្ឋនោះគឺប្រៀបដូចជាបាត់បង់អ្នកប្រជាធិបតេយ្យបាត់បង់អ្នកអក្សរសាស្ត្រជាតិសម្រាប់ផ្ដល់ចំណេះដឹងដល់ពលរដ្ឋលោកលនសុគន្ធអះអាងថាលោកនៅតែគោរពចំណេះដឹងនិងវិរិយភាពរបស់លោកបណ្ឌិតកែមលីគ្មានថ្ងៃកែប្រែឡើយសោកស្ដាយយ៉ាងខ្លាំងជាដូចបាត់បង់អក្សរសាស្ត្រមួយនៅក្នុងសង្គមដើម្បីឲ្យមនុស្សដំណើរការល្អការនិយាយរបស់គាត់គឺខ្ញុំយល់ថាល្អសម្រាប់ឲ្យមនុស្សចេះដឹងខ្លះចេះដឹងហើយឲ្យគេជិះជាន់បានយើងចង់និយាយថាយើងត្រូវចេះដឹងត្រូវចេះតមកនិយាយឲ្យត្រង់ឲ្យត្រូវខ្ញុំយល់ថាគាត់និយាយត្រង់និយាយនៅក្នុងសង្គមហ្នឹងគឺអ្វីដែលកើតឡើងនៅក្នុងសង្គមហ្នឹងគឺពិតប្រាកដតាំងពីបំផ្លាញវេឈើតាំងពីពុកអលួយកេងប្រវាញ់បាក់ពួកគឺគាត់និយាយស្មោះត្រង់និយាយពិតហ្មងអត់មាននិយាយថាខ្លែងខ្លាយទេព្រះដេចគុណព្រះនាមហួងសាយ័នវិញមានធរដីកាថារហូតមកដល់ពេលនេះនៅមិនទាន់រកឃើញនរណាម្នាក់ដែលមានចំណេះដឹងខ្ពស់ហើយមានភាពក្លាហានហ៊ាននិយាយការពិតនិងហ៊ានលះបង់ក្តីសុខខ្លួនឯងដើម្បីសង្គមជាតិដោយលោកបណ្ឌិតកែមលីឡើយទង្វើស្នេហាជាតិជ្រាលជ្រៅបែបនេះហើយដែលព្រះដេចគុណនៅតែមានប្រតិយអាឡោះអាល័យស្ដាយស្រណោះអាត្មាផ្ទាល់គឺអាត្មាសោកស្ដាយចំពោះលោកបណ្ឌិតកែមលីគឺមនុស្សដែលមានចំណេះដឹងហើយជាអ្នកវិជ្ជាជីវៈហើយមាននិយាយពិតនិយាយការពិតហើយនិយាយពាក្យពិតហើយនិយាយប្រកបដោយតែតាមមានតលហេក៏ច្បាស់លាស់មិនមែននិយាយដោយការគិតរបស់ខ្លួនកាត់បន្តឬកាត់និយាយកាត់ផ្អែកទៅលើឯកសារឬក៏រឿងរ៉ាវដែលកាត់បានសិក្សាស្រាវជ្រាវរយៈពេលមួយឆ្នាំនេះមានអ្នកនិយាយដែរប៉ុន្តែនិយាយឲ្យបានដោយលោកបណ្ឌិតកែមលីដូចជាមិនតាន់ឃើញព្រះដេចគុណក៏អំពាវនាវឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិតកែមលីនិងទប់ស្កាត់កុំឲ្យមានករណីបាញ់ប្រហារសម្លាប់មនុស្សកើតឡើងជាបន្តបន្ទាប់ទៀតជាពិសេសលើអ្នកដែលហ៊ាននិយាយការពិតរីឯនិស្សិតស្រីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថានាងនៅតែមិនអស់ចិត្តសោះថាលោកបណ្ឌិតកែមលីត្រូវគេឆក់យកជីវិតទាំងស្រស់ៗបែបនេះទោះជាយ៉ាងណានិស្សិតស្រីរូបនេះថាអំពើល្អនិងគុណតម្លៃរបស់លោកបណ្ឌិតកែមលីគឺមិនសាបសូន្យឡើយដោយនៅតែដកជាប់ក្នុងដួងចិត្តជានិច្ចចិត្តខ្ញុំមានអារម្មណ៍ថាសោកស្ដាយគាត់មែនតើដោយសារតែគាត់ជាអ្នកចេះដឹងម្នាក់ហើយមួយទៀតគាត់ជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសយើងអញ្ចឹងហើយក្នុងចិត្តខ្ញុំនៅតែចងចាំគាត់ជានិច្ចអញ្ចឹងទោះបីម្ដងម្កាលគេផុសពាក្យសម្ដីគាត់ខ្ញុំនៅតែព្យាយាមស្ដាប់គាត់ដែរអ្វីដែលគាត់និយាយគឺគាត់និយាយចង់ឲ្យពលរដ្ឋល្អចង់ឲ្យអ្នកចំនួនក្រោយល្អហើយគាត់បញ្យល់ណែនាំហើយមួយទៀតគាត់និយាយមកគឺធ្វើឲ្យយើងនឹងដឹងពីអ្វីដែលថាត្រូវធ្វើឬក៏មិនត្រូវធ្វើអញ្ចឹងណាបងចំពោះសកម្មជនដីធ្លីតំបន់បឹងកក់គឺអ្នកស្រីបៅសោភាវិញនិយាយថាលោកកែមលីគឺជាបុគ្គលគំរូមួយដែលតែងតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះនិងអ្នកទន់ខ្សោយសម្រាប់គេដែលគេចង់សម្រាប់គាត់គឺគេគិតថាគាត់នឹងគឺជាសម្រាប់ទស្សនៈគាត់តែសម្រាប់ពួកខ្ញុំដែលជាប្រជាពលរដ្ឋគឺបាត់បង់នៅធនធានមនុស្សមួយថាមិនងាយនឹងរកបានទាំងទឹកចិត្តទាំងចំណេះវិជ្ជាទាំងធនធាន
ទាំងគេហៅថាក្តីមុំមុតគាត់ជាយាមតស៊ូហើយគាត់ជាយាមលើកទឹកចិត្តយុវជនឲ្យជាដើមរហូតដល់ពេលនេះយើងមើលឃើញហើយថាបណ្ឌិតមួយចំនួនគាត់មិនហ៊ាននិយាយការពិតទេគាត់តែងតែនិយាយការពីធ្វើម៉េចឲ្យតែមានលុយចូលកប៉ៅធ្វើម៉េចឲ្យតែក្រុមគ្រួសារគាត់រស់ទោះអាក្រក់ក៏ទៅជាល្អទៅជាសទៅស្មៅឬមួយក៏គាត់អាចនិយាយបានប្រមាថការទៀនដែលជាស្ត្រីបានតាមតែអំពើចិត្តតែសម្រាប់លោកបណ្ឌិតកែមលីអ្វីដែលយើងគិតថាវាអស្ចារ្យសម្រាប់ពួកខ្ញុំនឹងគឺលុយមិនអាចទិញគាត់បានពួកឲ្យខ្ញុំសោកស្ដាយមែនទែនដែលធនធានមនុស្សម្នាក់ដែលបានបាត់បង់ទៅយ៉ាងអយុត្តិធម៌ដោយឡែកប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាត់ហុកលោកនីសុខាដែលទើបត្រូវបានរដ្ឋាភិបាលដោះលែងឲ្យមានសេរីភាពវិញនោះអះអាងថាគ្មានថ្ងៃណាមួយដែលលោកអាចបំភ្លេចលោកបណ្ឌិតកែមលីបានទេហើយប្រសិនបើមានវិធីអស្ចារ្យណាមួយដែលអាចធ្វើឲ្យលោកបានរស់ឡើងវិញលោកនឹងធ្វើវាភ្លាមដើម្បីឲ្យលោកបណ្ឌិតកែមលីបានចូលរួមចំណែកធ្វើកិច្ចការងារជួយសង្គមជាមួយគ្នាម្ដងទៀតព្រោះមុនពេលបែកគ្នានោះលោកទាំងពីរធ្លាប់មានអនុស្សាវរីយ៍ធ្វើជាវិក្កាមនិងជួបពិភាក្សាកិច្ចការងារសង្គមជាច្រើនជាមួយគ្នាខ្ញុំយល់ថាលោកបណ្ឌិតកែមលីលោកបានជួយធ្វើកិច្ចការងារសង្គមច្រើនពិសេសលោកម្នាក់ឯងពិតមែនប៉ុន្តែអាសម្ដីសារស័ព្ទហ្នឹងគឺថាអាចជួយបំភ្លឺផ្លូវទៅដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានយល់ដឹងច្រើនអំពីកិច្ចការងារសង្គមនេះជាការបាត់បង់ធនធានសង្គមមួយដ៏សំខាន់ប៉ុន្តែយើងគិតថាទោះបីយ៉ាងណាក៏ដោយក៏លោកបណ្ឌិតបានបន្សល់ទុកនៅអ្នកបន្តវេនរបស់គាត់ដែរគាត់ថាមានកូនសិស្សគាត់ជាច្រើនដែលនៅធ្វើកិច្ចការងារបន្តវេនពីគាត់ប៉ុន្តែទោះយ៉ាងណាយើងគិតថានេះជាការបាត់បង់កុលបុត្រខ្មែរម្នាក់ដែលគាត់ជាអ្នកស្រឡាញ់ជាតិដែលគាត់ជាអ្នកចូលរួមចំណែកក្នុងការផ្ដល់ជាមតិយោបល់ល្អៗសម្រាប់សង្គមជាតិយើងអានេះជាការសោកស្ដាយស្របគ្នានេះពួកគេក៏មិនទាន់ពេញចិត្តចំពោះការរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីដោយតុលាការកម្ពុជាទេពួកគេមើលឃើញថានៅមានមន្ទិលសង្ស័យជាច្រើនហើយស្នើឲ្យសហគមន៍អន្តរជាតិជួយតាមដានករណីនេះដោយយកចិត្តទុកដាក់ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ដោយពិតប្រាកដទោះជាយ៉ាងណាក្តីក្នុងឱកាសបុណ្យខួប1ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិតកែមលីនេះពួកគេក៏សូមឧទ្ទិសបុណ្យកុសលទាំងឡាយដែលបានសាងជូនទៅដល់លោកបណ្ឌិតនិងសូមឲ្យលោកបណ្ឌិតបានទៅដល់ឋានសុគតិភពខ្ញុំថាកិត្យាអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីប្រវត្តិសាស្ត្រកម្ពុជាចារទុកមកថាកម្ពុជាតែងតែជាអ្នកខាតបង់ក្នុងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមការខាតបង់ទាំងនេះមានតាំងពីការបង្ខិតព្រំដែនពីសំណាក់ប្រទេសជិតខាងមួយនេះការហូរចូលនៃនិគមជនជាតិវៀតណាមដោយខុសច្បាប់មកកម្ពុជាការប្រកបមុខរបររកស៊ីរបស់ជនជាតិវៀតណាមដែលធ្វើឲ្យហិនហោចព្រៃឈើនិងមច្ឆជាតិនៅកម្ពុជាជាដើមប្រការនេះបានធ្វើឲ្យមនុស្សមួយចំនួនតែងថ្កោលទោសប្រទេសវៀតណាមចំពោះការខូចខាតនិងបញ្ហានៅកម្ពុជាទោះជាយ៉ាងណាក៏ដោយអ្នកខ្លះទៀតថ្លែងថាពលរដ្ឋកម្ពុជាមិនគួរបន្ទោសវៀតណាមតែឯងនោះទេក្នុងការដែលប្រទេសមួយនេះអាចមកកេងចំណេញពីកម្ពុជាបាននោះនៅថ្ងៃសុក្រទី14ខែកក្កដានេះនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងមានកិច្ចពិភាក្សាមួយផ្ដោតទៅលើសំណួរថាតើពលរដ្ឋកម្ពុជាគួរផ្លាស់ប្ដូរផ្នត់គំនិតបែបណាចំពោះបញ្ហាវៀតណាមដើម្បីជួយប្រជាជាតិខ្មែរកុំឲ្យខាតបង់ជាបន្តទៅទៀតទៅលើវៀតណាមកម្មវិធីនេះនឹងសម្របសម្រួលដោយលោកជុនច័ន្ទបុត្រជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានបញ្ចប់មន្ត្រីគណៈបកកណ្ដាលអំណាចអះអាងថានៅពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអវត្តមាននៅក្នុងប្រទេសលោកនឹងផ្ទេរសិទ្ធិទៅឲ្យមន្ត្រីថ្នាក់ក្រោមរបស់លោកការអះអាងដូចនេះនៅក្នុងពេលដែលមានការលេចឮថាលោកហ៊ុនសែនមិនស្ថិតនៅក្នុងប្រទេសនិងក្រោយពីលោកហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook ថាទោះបីជាលោកផ្ទេរសិទ្ធិឬក៏មិនផ្ទេរសិទ្ធិទោះលោកនៅទីណាក៏លោកនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិបានដដែលមន្ត្រីគណៈបកប្រជាជនកម្ពុជាលើកឡើងថាបើទោះបីជាគ្មានវត្តមានរបស់លោកសំរងស៊ីម្នាក់ក៏មិនធ្វើឲ្យប្រជាពលរដ្ឋពេញមួយប្រទេសត្រូវអត់បាយស្លាប់ដែរការលើកឡើងបែបនេះនៅក្រៅពេលដែលលោកសំរងស៊ីបានរិះគន់លោកហ៊ុនសែនថាកំពុងខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោកតាមរយៈការកែប្រែច្បាប់ជាបន្តបន្ទាប់
ក្រុមគ្រួសារលោកបណ្ឌិតកែមលីចាប់ផ្ដើមប្រើប្រាស់សិទ្ធិតាមរយៈការស្វែងរកមេធាវីដើម្បីតតាំងក្តីតាមផ្លូវតុលាការហើយក្រោយពីចំណាយពេលរងចាំយុត្តិធម៌ពេញមួយឆ្នាំកន្លងមកនេះម្ដាយលោកបណ្ឌិតកែមលីបានស្នើសុំរកមេធាវីដើម្បីរៀបចំពាក្យបណ្ដឹងនិងដាក់សំណើដាច់ដោយឡែកមួយទៀតទៅតុលាការដើម្បីស្នើសុំសាលក្រមដែលតុលាការសម្រេចផ្តន្ទាទោសទាន់ដិតអឿតអាងហើយជួបសម្លាប់ដាក់ពន្ធនាគារអស់មួយជីវិតនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញរបាយការណ៍បឋមពីយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី1របស់រដ្ឋាភិបាលសម្រាប់ពេល6ខែដែលទើបតែបានបញ្ចប់នៅចុងខែមិថុនាកន្លងទៅថាទទួលបានលទ្ធផលល្អនិងមានការគាំទ្រពីសាធារណជនសង្គមស៊ីវិលវិស័យសាសនានិងអង្គការជាដៃគូមេឃុំទើបទទួលតំណែងថ្មីទាំង7ឃុំនៃស្រុកជុំគិរីខេត្តកំពតចោទជំទប់ទី2របស់ខ្លួនថាមិនព្រមឲ្យបន្ទប់ធ្វើការទៅមេឃុំឈ្នះឆ្នោតមកពីគណៈបក្សសង្គ្រោះជាតិដែលបានប្រកាសសុពលភាពរួចហើយនោះទេមេឃុំទាំង7រូបនៃស្រុកជុំគិរីបញ្ជាក់ថាការងារលិខិតស្នាមរបស់ប្រជាពលរដ្ឋអាចនឹងត្រូវយឺតយ៉ាវដោយសារតែលិខិតស្នាមចាស់នៅក្នុងបន្ទប់ជំទប់ទី2និងជាអតីតមេឃុំមកពីគណៈបកប្រជាជនកម្ពុជាប្រជាពលរដ្ឋនៅឃុំស្រែគោនិងឃុំក្បាលរមាសព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងខេត្តស្ទឹងត្រែងកំពុងព្រួយបារម្ភពីទឹកចំនួនលើកភូមិនៅពេលដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2គ្រោងបិទទ្វារទឹកមួយសាកល្បងកម្លាំងទឹកខណៈប្រជាពលរដ្ឋទាំងនោះនៅមិនទាន់យល់ព្រមចាក់ចេញពីភូមិចាស់ក្រសួងរាយនឹងធម្មពលសម្រាប់បញ្ឈប់ជាស្ថាពរការអនុញ្ញាតឲ្យធ្វើអាជីវកម្មនាំខ្សាច់សំណង់គ្រប់ប្រភេទនិងខ្សាច់លបាយភក់នៅខេត្តកោះកុងចេញទៅក្រៅប្រទេសសកម្មជនបរិស្ថានសាទរចំពោះការប្រកាសនេះក៏ប៉ុន្តែពួកគេនៅតែទាមទារឲ្យក្រសួងរាយនឹងធម្មពលបង្ហាញតម្លាភាពនៃចំណូលបានមកពីវិស័យមួយនេះក្នុងរយៈពេលកន្លងទៅលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់ត្រឹមតែប៉ុណ្ណេះយើងខ្ញុំសូមគោរពជូនពរដល់អស់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកំបីគ្លៀងគ្លាតឡើយខ្ញុំបាទហេងសកលខ្ញុំបាទសេកបណ្ឌិតព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលា